នាយកយ៉ានលោកស្លៀកពាក់បែបនេះជួបគូណាត់ខ្ញុំមានពាក្យអីនិយាយជាមួយនាយកឈិនទៅបើខ្ញុំមិនស្លៀកពាក់បែបនេះធ្វើមិននឹងដឹងថាគេស្រឡាញ់ខ្ញុំឬក៏ស្រឡាញ់លុយខ្ញុំទៅចេញទៅអាយនាយកយ៉ានអើយលោកជាដៃគូដែលខ្ញុំណាត់ជួបមិនខុសទេនេះជារូបថតកាលពីខ្ញុំនៅយុវវ័យយ៉ាងម៉េចដែរសង្ហាអត់នឹងលោកតាកុំលេងសាច់អីពួកយើងទាំងពីរនាក់ខុសគ្នា4ជួរអាយុបង4ជួរមានតែស្អីក្រៃពេលនេះស្នេហាបែបសេរីមែនទេខ្ញុំមិនសាញ់នាងក្មេងផងនាងបែរជាសាញ់ខ្ញុំចាស់ហើយលោកតានៅជាប់នេះមានការណាត់ជួបគូស្នេហ៍វ័យចំណាស់ខ្ញុំយល់ថាស័ក្តិសមនឹងតាន់ណាខ្ញុំទៅសិនហើយណែត្រឹមជាអ្នកដឹកអាហារចង់មកជួបគូណាត់ផងក្រហើយក៏ក្រិចទៀតខាត់ពេលខ្ញុំអស់នាងចង់ធ្វើស្អីលៀងមាត់សុំអីនាងចេញបាននាងមិនប្រកាន់រៀបការទៅការក៏ការលោកព្រមទេលប់សតេខ្ញុំព្រមប្រសើរណាស់ទេបំផុតមិនបាច់គេទឿនឲ្យរៀបការទេបានជ្រាបការហើយពួកយើងទៅមើលផ្ទះមង្គលការទៅបាននាងចូលទៅមុនទៅខ្ញុំលើកទូរស័ព្ទមកផ្លែចៅជីយ៉ាងឯងធ្វើឲ្យខូចការណាត់ជួបទៀតហើយជឿទេថាបងនឹងបិទការអន្តទានឯងបងស្រីខ្ញុំរៀបការហើយខ្ញុំរកស្នេហាពិតឃើញហើយបងជឿឯងទៅចម្លែងខ្ញុំត្រៀមទៅមើលផ្ទះមង្គលការហើយបើមិនជឿបងមកមើលខ្លួនឯងមកបើអញខកបងស្លាប់មិនខានទេសំចេញអូព្រះអើយស្អាតខ្លាំងណាស់ពេលណាទឹកខ្ញុំមានលទ្ធភាពទិញផ្ទះស្អាតបែបនេះទៅណោះចូលចិត្តសុំសួរបន្តិចផ្ទះនេះ1ម៉ែត្រការ៉េថ្លៃប្រហែលដែរផ្ទះនេះ1ម៉ែត្រការ៉េ120000លោកខ្សែភ្នែកល្អមែន1ម៉ែត្រការ៉េ120000អូយថ្លៃពេកហើយពួកយើងទៅមើលកន្លែងផ្សេងទៅក្រែងនាងចូលចិត្តមែនទេពួកយើងមើលទៀតទៅអញ្ជើញមកមើលខាងនេះមកនៅមានផ្ទះមួយល្វែងនេះទៀតអញ្ជើញមើលតែខ្ញុំយកមួយល្វែងនេះចុះទៅត្រៀមកិច្ចព្រមព្រៀងទៅចាបានអញ្ចឹងខ្ញុំទៅត្រៀមកិច្ចព្រមព្រៀងហើយថ្លៃពេកហើយពួកយើងឆាប់ទៅអាយ៉ាអានេះស៊ូយៀនមែនទេឬថានាងរៀបការជាមួយនឹងអ្នកដឹកអាហារយ៉ាងម៉េចដែរថ្ងៃនេះនាំស្វាមីមកដឹកអាហារឲ្យគេមែនទេនឹងពួកយើងមកទិញផ្ទះដឹងថាផ្ទះនៅទីនេះ1ម៉ែត្រការ៉េប្រហែលទេសំអាងលើពួកឯងនេះមានលទ្ធភាពទិញមែនទេនឹងពួកលោកមានលទ្ធភាពទិញហេតុអីពួកខ្ញុំគ្មានចៅកាន់ទៅតែឡើងជានាយកប្រតិបត្តិការត្រកូលឈីងប្រាក់ខែចូលដល់លានអ្នកដឹកជញ្ជូនអាហារដូចជាពួកឯងមកប្រៀបបានដែរអីត្រកូលឈិនក្រែងជាក្រុមហ៊ុនបងស្រីខ្ញុំមែនទេស្លាប់មានមុខមាត់រស់នៅវេទនាដូចជាពួកឯងទាំងពីរនាក់នេះទោះប្រឹងអស់មួយជីវិតក៏ទិញផ្ទះនេះមិនបានដែរផ្ទះនៅទីនេះមានតម្លៃ100លានអ្នកក្រដូចជាអ្នកទាំងពីរនេះមានលុយទិញទេកិច្ចព្រមព្រៀងទិញផ្ទះអ្នកទាំងពីរធ្វើរួចហើយអ្នកលក់ផ្ទះប្រកាសទេថាពួកគេមិនលុយទិញទៅបម្រើពួកគេខួរក្បាលនេះឆ្កែស៊ីអស់ហើយបើទេមនុស្សប្រភេទអីក៏ចេះតែនាំមកមើលផ្ទះដែរអ្នកគ្រប់គ្រងពួកយើងមិនអាចរើសអើងអតិថិជនបានទេនៅតមាត់ទៀតអត់ទេណានាងយ៉ាយ៉ាអាយុថាផ្ទះនេះតែយ៉ាងម៉េចដែរបាទបងសំឡាញ់បងទិញឲ្យអូនមួយដែរមកទិញឬតាមចិត្តទៅអរគុណបងសំឡាញ់អញ្ចឹងខ្ញុំយកផ្ទះពួកគេចាស់សុំទោសផងផ្ទះមួយខ្នងនេះអតិថិជនខ្ញុំបានកក់រួចហើយនៅមានផ្ទះខ្នាតតូចជាច្រើនទៀតអ្នកនាងចង់ទៅមើលទេផ្ទះខ្នាតតូចទេតែសមនឹងឋានៈខ្ញុំនឹងស្វាមីខ្ញុំដែរទេប៉ុន្តែផ្ទះមួយខ្នងនេះពួកខ្ញុំរើសមុនអូពិតមែនទេគ្រប់គ្រងលោកធ្វើបែបនេះហួសហេតុពេកហើយពួកលោកសំអាងអីហើយកិច្ចព្រមព្រៀងពួកខ្ញុំចាំឲ្យកិច្ចព្រមព្រៀងហ៎អ្នកណាឃើញខ្ញុំអត់ឃើញទេមិនអីទេទីនេះមានកាមេរ៉ាសុវត្ថិភាពកិច្ចព្រមព្រៀងនេះមិនប្រយ័ត្នខ្ញុំដកនាងចេញសុំទោសផងកាមេរ៉ាសុវត្ថិភាពកំពុងតែជួសជុលមើលមិនឃើញទេគឺនាងឲ្យកិច្ចព្រមព្រៀងខ្លួនឯងមានពាក់ព័ន្ធអីនឹងខ្ញុំមែនហើយខ្ញុំធ្វើសាកសីបានគឺអ្នកទាំងពីរហើយកិច្ចព្រមព្រៀងខ្លួនឯងទេកុំហួសហេតុពេកមនុស្សមានតែសម្បកខ្លួនដូចជាពួកឯងអាចបំផ្លាញកិច្ចព្រមព្រៀងបានគ្រប់ពេលពួកគេជ្រើសអ្នកណាចាំបាច់គិតដែរហ៎អ្នកស្រីចាំខ្ញុំទៅធ្វើកិច្ចព្រមព្រៀងជូនបាទឆាប់ទៅកុំខឹងយើងទៅទិញវិឡាតែម្ដងទៅផ្ទះធំទើបស្រួលខ្លួនពួកយើងបានលុយច្រើនមកពីណាទេខ្ញុំមានវិធីទីនេះវិឡាថោកបំផុតក៏80លានដែរ
ត្រឹមជាអ្នកដឹកអាហារដូចជាឯងនេះគ្មានលទ្ធភាពទិញទេយល់ទេខ្ញុំមិនត្រឹមតែអាចទិញបានទេថែមទាំងបងផ្ដាច់ទៀតផង អ្នកដឹកអាហារដូចពួកឯងអួតបែបនេះមិនខ្លាចគេសើចទេអី ដឹងថា80លានច្រើនប៉ុណ្ណាទេខ្ញុំប្រាប់ឯងទោះបីជាប្រាក់ខែឯងបាន6000ឯងមិនហូបមិនចុកក៏គ្មានលទ្ធភាពទិញបានដែរ បានហើយផ្ទះទីនេះថ្លៃណាស់យើងទៅមើលកន្លែងផ្សេងតែ រឿងលុយនេះកុំបារម្ភអីឲ្យតែនាងចូលចិត្តយើងនឹងទិញយកតែម្ដងសំដីពិតជាថ្លៃមែនប៉ុន្តែគ្មានលទ្ធភាពបានជាឯងនិយាយបែបនេះទៅហើយអញ្ចឹងខ្ញុំយកផ្ទះឯងពេញចិត្តចុះថែមទាំងខ្ញុំចេញគុណជា2 ជប់សិនកាត់នេះជាកាត់ផ្ទេប្រាក់ផ្ដាច់មុខរបស់នាយកយ៉ានសម្ព័ន្ធតកោជើងតាឬលោកជាចៅជាយ៉ាន គេពិតជានាយកយ៉ានមែនទេ បើគេជានាយកយ៉ានបងជាប៉ានាយកយ៉ានហើយបងជានាយកប្រតិបត្តិតកូលឈិនប្អូនប្រុសនាយកសេឈិនមុខមាត់យ៉ាងម៉េចបងអាចនឹងមិនដឹងដែរ ខ្ញុំថាពួកយើងឆាប់ទៅមែនសាកមើលទៅនឹងដឹងហើយបងប្រាក់មុនសរសេរឈ្មោះនាងទៅអែលោកចាំខ្ញុំជួយចាត់ចែងឲ្យលោកសូមចេញខាងនេះអញ្ជើញអង្គុយបាទបងប្រាក់មែនទេបាទ គេជឿជាក់បែបនេះឬគេពិតជានាយកយ៉ានសម្ព័ន្ធតកោចៅមែន មានប្រាក់មិនគ្រប់គ្រាន់ទេ Yeah.